ស្ដីបងប្អូនទាំងគ្នាចាសុខសប្បាយទេអូនចាបងប្អូនបានសុខអ្នកគ្រូក៏សប្បាយចិត្តដែរចាថ្ងៃនេះអ្នកគ្រូនឹងបន្តមេរៀនប្រតិបត្តិយើងគឺចូលដល់ចំណុចទី2ដែលស្ថិតនៅក្នុងមេរៀនទី9ទំព័រទី98ណាចានឹងបង្ហាញបន្តទៀតពីរបៀបនៃដោះស្រាយប្រតិបត្តិមួយនេះចាជាងក្នុងករណីដោះស្រាយប្រតិបត្តិឬក៏ចំណោទណាមួយបងប្អូនអានប្រធានឲ្យបានយ៉ាងតិចក៏3ដងដែរមែនទេអូនចាហេតុអ្វីបានជាអានប្រធានឲ្យបានច្រើនសារមូលហេតុគឺដើម្បីសិក្សាប្រធានឲ្យបានច្បាស់ថាតើប្រធានគេបានប្រាប់អ្វីខ្លះដល់យើងហើយគេសួររកអ្វីមែនទេអូនបើយើងអត់ច្បាស់អត់ស្គាល់ប្រធានច្បាស់ទេអូនដោះស្រាយលំហាត់ឬក៏ចំណោទអត់ចាញ់ទេណាចាអញ្ចឹងតអានប្រធានចំណោទនេះជាមួយអ្នកគ្រូទាំងអស់គ្នាចាទី1គឺយើងអានប្រធានសិនមកអូន2រកចំនួនគុតសេស3តួតគ្នាដែរ3ដងនៃផលបូកចំនួនទាំងនោះគឺចំនួន3តួហ្នឹងណាចាលើស8ដងនៃតួកណ្ដាលចា8ដងនៃតួកណ្ដាលកូនសិក្សាស្វែងយល់តិចមកចំនួន5ចាតោះនេះកូនអញ្ចឹងព្យាយាមម្ដងទៀតណាអញ្ចឹងរកចំនួនគុតសេស3តួតគ្នាដែល3ដងនៃផលបូកចំនួនទាំងនោះលើស8ដងនៃតួកណ្ដាលចាចំនួន5ចាអញ្ចឹងដើម្បីរកចម្លើយនៃប្រតិបត្តិនេះកូនសរសេរបែបនេះកូនណាចម្លើយអញ្ចឹងអ្នកគ្រូតែប្រាប់កូនថាទី1កូនមើលសិនតើប្រធានគេប្រាប់អ្វីខ្លះហ្នឹងណាអញ្ចឹងអ្នកគ្រូសួរតាក់ទងប្រធានទី1គេប្រាប់អីកូនគេប្រាប់អីគេប្រាប់ថា3តួតគ្នាដែល3តួ3ដងនៃផលបូកនៃគឺសញ្ញាគុណបានឲ្យយក3គុណនឹងផលបូក3តួដំបងនោះទេចាលើស8ដងនៃតួកណ្ដាលអញ្ចឹងមួយណាជាតួកណ្ដាលត្រូវគុណនឹង8ហើយថែម5ពីលើបន្ថែមទៀតកូនណាចាអញ្ចឹងយើងរកអីកូនគឺរកក្នុងហ្នឹងគេសួររកអីចាកន្លែងគេរកនេះរកចំនួនគុតសេស3តួតគ្នាអញ្ចឹងអូនឲ្យគេវិញមកចារកចំនួនគុតសេសកូនណាចំនួនគុតសេស3តួតគ្នាតោះអញ្ចឹងរកចំនួនគុតសេស3តួតគ្នាតោះអញ្ចឹងដើម្បីរកបានតកូនតាង3ចំនួនដោយចាអញ្ចឹងការតាងនេះសម្រាប់យើងបងប្អូនចង់តាងអក្សរអ្វីក៏បានដែរតែសំខាន់គឺអក្សរហ្នឹងដូចគ្នាគ្រាន់តែខុសមួយចំនួនណាអញ្ចឹងអ្នកគ្រូតាងឲ្យ x ដក2នេះជាតួចាជាតួទី1ចាហើយ x នេះជាតួចា x ជាតួទីចាជាតួទី2ចាហើយនឹងមួយទៀតគឺ x បូកឲ្យ2ព្រោះអីចំនួនសេសចាបើទី1សេសហើយក៏បូក2ទៀតមិនសេសទៀតណាបូកទៅមិនឃើញសេសចាចាំនឹងគ្រូបង្ហាញនៅពេលក្រោយអញ្ចឹងនេះជាតួទី3កូនណាតោះក្រោយពេលយើងតាំងតួអក្សរបែបនេះហើយចាយើងត្រូវសរសេរសមីការបានកូនណាចាអញ្ចឹងតាមលក្ខខណ្ឌខាងលើគេសរសេរសមីការបានយ៉ាងម៉េចកូនចាអញ្ចឹងក៏ដាក់ថាតាមលក្ខខណ្ឌចាតាមលក្ខខណ្ឌខាងលើគេសរសេរសមីការចាគេសរសេរបានសមីការកូនណាតោះចឹងសរសេរតើអ្វីគេប្រាប់ព្រោះគេប្រាប់យើងហើយតួទី1តួទី2តួទី3អញ្ចឹងតួទី1ជាតួដំបងតួទី2ជាតួកណ្ដាលអានេះគេតួទី3កូនណាអញ្ចឹងតួកណ្ដាលយើងរកឃើញគឺ x មែនទេអូនចាធ្វើតាមលក្ខខណ្ឌគេប្រាប់កូននេះ3តួតគ្នាដែរ3ដងនៃផលបូកចំនួនទាំងនោះគឺចំនួនទាំង3កូនណាចា3ដងគឺអ្នកគ្រូតាំងដោយ3ចានៃគឺសញ្ញាគុណ
គឺខ្សែបែបនេះកូនណានៃតួទី1ចាផលបូកនៃចំនួនទាំងនោះគឺ3តួហ្នឹងគឺតួទី1យើងតាំងអីកូន x ដក1អាស្រមតោះគឺ x ដក2បូកនឹងចាផលបូកណា x ចាបន្តទៀតបូកនឹងតួទី3យើងគឺ x បូក2ចាហើយលើសអីកូនមើលភាសាគេនិយាយលើស8ដងនៃតួកណ្ដាលចាអញ្ចឹងវាស្មើនឹង8ដងនៃតួកណ្ដាលយើងគឺអក្សរអីកូន x ហើយថែម5ទៀតកូនណាចា តោះអញ្ចឹងនាំឲ្យយើងដោះស្រាយនៅក្នុងវងកញ្ចក់នឹងគ្នាបជាមុនសិនមុននឹងដោះស្រាយតួខាងក្រៅមែនទេកូនតោះអញ្ចឹង3នេះនៅដល់ដដែលចាអញ្ចឹងកូនមើលនេះនេះ x ចា1 2 3ឃើញណាសួរសញ្ញាហ្នឹងសញ្ញាបូកមុខវាបូកនេះក៏បូកដែរខាងនេះក៏បូកប៉ះបូកនៅបូកដដែលឃើញទេអញ្ចឹង1 2 3ចាយើងបាន3x ចានេះបូក2ហើយនឹងដក2យើងចំណេញខាត2យើងមាន2សងគេវិញអញ្ចឹងវាអស់ជាពាក់គ្នាគឺ0ហ្នឹងណាចាអញ្ចឹងណាគ្រូបានប៉ានេះស្មើឲ្យ 8x បូកនឹង5តោះអញ្ចឹងយើងដោះស្រាយជាបន្តទៀតយើងបានគុណបញ្ចូលមកកូនណាគឺយក3គុណនឹង3 3ដង5 4x ស្មើនឹងចា8x បូក5តានេះអូនអញ្ចឹងក៏នៅអញ្ញត្តិនៅខាងអង្គទី1ក៏មានអញ្ញត្តិខាងអង្គទី2ក៏មានអញ្ញត្តិអញ្ចឹងកាលណាមានអញ្ញត្តិដូចគ្នាអូនបដូរវាចាគាត់ថាបោះវាទៅអង្គទី1កាលណាមានអញ្ញត្តិបោះទៅអង្គទី1មែនទេចាអញ្ចឹងអង្គទី1យើងគឺ 9x ដដែលនេះបោកបោះទៅអង្គទី2សញ្ញាដក 8x ស្មើនឹង5អញ្ចឹង9ដក8នៅសល់អីអូន9ដក8នៅសល់ចានៅសល់1គុណនឹង x គឺ 1x អ្នកគ្រូអត់ទៅសេ1ទេគឺដាក់ x ស្មើ5អញ្ចឹងកូនរកមើល x ហ្នឹងជាតួទីប៉ុន្មានអូន x ជាតួទីចាជាតួទីសំទោសចាវាជាតួទីប៉ុន្មានកូនតួទី2ឬក៏ហៅតួកណ្ដាលកូនណាតោះអញ្ចឹង x ស្មើនឹង5នេះគឺជាតួទី2អញ្ចឹងអូនរកតួទី1បាននៅចាអាចរកតួទី1បានណាកូនចាប្រកាសជាបានណាអញ្ចឹងមានន័យថាគេបានតួទី1តោះទី1យើងគឺតួទី1យើងគឺស្មើអី5ចាអ្នកគ្រូនិយាយហ្នឹងតួទី1យើងមិនមែនមើលតាមនេះវិញអ្នកគ្រូបញ្យល់តិចក៏នេះ x ដក2មែនទេអូនតែឥឡូវ x យើងស្មើប៉ុន្មានកូននេះតម្លៃ x យើងស្មើប៉ុន្មានគឺ5អញ្ចឹងអ្នកគ្រូចំនួនលេខ5ហើយដក2ខាងលើនឹងចេញមកអញ្ចឹងវាស្មើអីចានៅស្មើ3អញ្ចឹងនេះតួទី1យើងគឺស្មើ3មែនទេអូនតោះចុះតួទី2យើងអូនមើលតួទី2ចាតួទី2យើងប៉ុន្មានអូនគឺ x បូក5អញ្ចឹង x យើងមិនស្មើប៉ុន្មានកូន x ស្មើ7សំទោសចាx បូក2មែនទេអូន x បូក2អញ្ចឹងតម្លៃ x យើងស្មើ5អញ្ចឹងអ្នកគ្រូបាន5បូកនឹង2វិញចាវាស្មើនឹង5 2អញ្ចឹងយើងឆ្លើយបានថាដូចនេះចាដូចនេះ3ចា3សំទោសកូនដូចនេះចំនួនគុតសេះ3តួតគ្នាណាដូចនេះមកគូដល់ចេះវិញដូចនេះចំនួនគុតសេះ3តួតគ្នាចាតគ្នាចាគឺចាចំនួនទី1គឺ3ទី2គឺ5និងចានិង7អរគុណសម្រាប់បងប្អូនទាំងអស់គ្នាតាមដានការដោះស្រាយប្រតិបត្តិទី2នេះជាមួយអ្នកគ្រូ